តបាទអញ្ចឹងមានបងប្រុសនៅខាងបាត់ដំបងមានបងប្រុសនៅខាងតាកែវមានបងប្រុសនៅខាងសៀមរាបមានបងប្រុសនៅខាងកំពង់ធំបាទហើយនៅខាងបងប្រុសនៅខាងពោធិ៍សាត់អញ្ចឹងបានមករៀនទីនេះគឺ5ខែតែម្ដងបាទអញ្ចឹងទៅរតនគិរីគឺទៅចប់ម្សិលមិញទៅមួយបាទអញ្ចឹងនេះគឺប្រភេទថ្នាំធម្មជាតិបងប្រុសឃើញណាហើយក៏មានថ្នាំបែបវិទ្យាសាស្ត្រដែរនេះគឺធ្លាក់ព្រូនមន់ហើយក៏មានថ្នាំបែបវិទ្យាសាស្ត្រផងមានថ្នាំធម្មជាតិផងហើយធុងពេត្រូទាំង4នោះគឺសិតតែធម្មជាតិទេហើយការចិញ្ចឹមសត្វវាទាមទារការផ្សំគ្នារវាងបែបធម្មជាតិនិងបែបវិទ្យាសាស្ត្រហើយដូចយើងឈឺធ្ងន់ធ្ងរគឺរត់ទៅពេទ្យហើយបើយើងឈឺមកហូបតែបន្លែដាំដុះដល់ខ្លួនឯងទៅឬក៏ស្លឹកឈើដែលយើងដាំដុះដែលអាចហូបបានបែបធម្មជាតិទៅគឺជួយឲ្យសុខភាពយើងល្អហើយត្រីអីយើងចិញ្ចឹមខ្លួនឯងដឹងប្រភពច្បាស់លាស់គឺសាច់អីយើងចិញ្ចឹមខ្លួនឯងដឹងប្រភពច្បាស់លាស់អាយុយើងក៏វែងហើយរស់ក៏បានយូរហើយក៏វាជួយយើងបានច្រើនដែរអញ្ចឹងនេះជាសកម្មភាពអនុវត្តផ្ទាល់លើផ្នែកបាទការចិញ្ចឹមមាន់ស្រែនិងបក្សីចម្រុះបងប្អូនចេះតែប៉ុណ្ណេះព្យាបាលបានសត្វបាន70ទៅ80%ហើយបាទហើយនឹងវាក់សាំងទៀតយើងអាចគ្រប់គ្រងបាន90ឬក៏99%បាទខែខ្លះយើងអាចគ្រប់គ្រងដល់100%ខែខ្លះយើងគ្រប់គ្រងបាន80%អញ្ចឹងរៀនពីនេះហើយយើងអាចធានាថាយើងមានសមត្ថភាពពេញលេញហើយយើងអាចជួយខ្លួនឯងជួយគ្រួសារជួយសង្គមយើងដើម្បីឲ្យទទួលបានចំណេះជំនាញបន្ថែមទៀតហើយជាពិសេសគឺការអភិវឌ្ឍឲ្យវាប្រសើរ